ជំរាបសួរបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំបានទៅលេងនៅបងប្រុសនៅខាងភូមិវាំងខាងជើងណាទៅលេងឃើញគាត់ចិញ្ចឹមកណ្ដូបបងប្អូនបាទហើយចាប់អារម្មណ៍លើការចិញ្ចឹមកណ្ដូបនេះវាអស់ទុនតិចទេបងប្អូនអស់ទុនតិចមែនតើណាអត់អស់ថ្លៃទឹកថ្លៃភ្លើងទេបងប្អូននេះចំណេញបងប្អូនបាទវាចិញ្ចឹមតាមធម្មជាតិមួយខែបានផលអញ្ចឹងណាលឿនអញ្ចឹងវីដេអូនេះខ្លីទេបងប្អូនអញ្ចឹងខ្ញុំចង់បង្ហាញបងប្អូនសម្ដីពិតតើតើទៅនឹងការរៀបរាប់របស់បងប្រុសដែលគាត់ចិញ្ចឹមណាបាទហើយកន្លែងនេះគឺចិញ្ចឹមលក្ខណៈគ្រួសារអញ្ចឹងបងប្អូនបាទអញ្ចឹងក៏ឆ្លៀតធ្វើវីដេអូដើម្បីចែកជូនបងប្អូនមើលទៅបាទហើយសម្ភារៈក៏វាអត់សូវថ្លៃប៉ុន្មានដែរនេះបងប្អូនបាទឈើយើងអាចរកបាននៅតាមចិត្តផ្ទះអញ្ចឹងនៅតាមចិត្តផ្ទះបងប្អូនបានហើយស្បៃបងប្អូនទិញពីគេតិចតួចមកបាទហើយបងប្អូនមើលដាក់បានតែ10ថ្ងៃទេនេះដាក់បាន10ថ្ងៃទេបងប្អូនឃើញធំមែនទែនក្រោយផ្កាញាស់មកបាទបាន10ថ្ងៃច្រើនណាស់បងប្អូនហើយក្នុងមួយត្រង់នេះបាន20គីឡូបងប្អូនណា20គីឡូអញ្ចឹងចិត្ត20គីឡូវា1គីឡូ30000វាប្រហែល600,000បាទអញ្ចឹងណាបាទថ្លៃចរិតកណ្ដូបនិយាយចរិតរបស់កណ្ដូបណាបាទខ្ញុំនិយាយជាប់មកចំចរិតគឺកណ្ដូបណាបងប្អូនបាទបងអានេះមិនគេមិនដាក់នេះដាក់ដៃទៅអីស៊ីអានេះទ្រូងអាធំតែយើងចាប់លក់ឲ្យចាំមើលទឹកធំទៅណាណែរកកន្លែងស៊ីគ្នាទេញាស់នេះអត់ស្មោចស៊ីបងក៏អត់ស្មោចស៊ីចេងដូចគ្នាមិនគេអីហ្នឹងហ៎ដៃគាត់អត់សូវស្មោចការពីស្មោចគាត់ដាក់ចាក់ទឹកស្រួយជាមួយទឹកបងម៉ានេះអត់អីម៉ានេះជួនជួបងធ្វើម៉េចមកមានស្មោចមិនធ្វើខាងទៅអូកូនដោដាក់បាញ់វាក៏យើងស្រួយវាបាញ់ទៅចុះមកដបទៅចុះមកដបអញ្ចឹងហ៎ដាក់អញ្ចឹងណាអូអញ្ចឹងហ៎អញ្ចឹងដល់ពេលដែលយើងធ្វើអញ្ចឹងយើងមិនចាំធ្វើធ្នើក៏បានដែរបងណានេះនៅក្នុងនេះព្រោះនេះត្រូវការមើលវារហូតដែរបងមិនដែរអានេះបងទំធ្វើថ្មីមែនបងមិនអានឹងចាំអមដងឲ្យចាំអមសាអានេះទ្រូងម៉ែចឹងទៅចាំម៉ែអូចេះអត់អស់ដៃធ្វើអីធ្នើពោះទេបើយើងអត់ស្មោចតែចេញមិនហ្នឹងហើយមើលឡាប់អើយមើលនេះអាទីអូពីជើងសារីមើល